បើសិនជាកូនម៉ាម៉ាអាសាក្តៀនពិបាកបត់ជើងខ្ញុំសូមណែនាំម្នួយមួយនេះដែលជាម្នួយបបរស្រូវសាឡៃជាមួយនឹងផ្លែឈើស្រូវសាឡៃគឺជាគ្រាប់ធញ្ញជាតិដាំដុះនៅប្រទេសអូស្ត្រាលីដែលទទួលស្គាល់ដោយ USDA ថាជាផលិតផលអ័រហ្គានិកសម្រាប់ក្មេងស្រូវសាឡៃមានរសជាតិឆ្ងាញ់ងាយចម្អិនហើយនិងងាយរំលាយអ្វីដែលពិសេសនៅក្នុងថ្ងៃនេះគឺខ្ញុំប្រើប្រភេទម្សៅផ្លែឈើដែលជាផលិតផលថ្មីម្សៅផ្លែឈើនេះគឺចម្រាញ់ចេញពីផ្លែឈើសុទ្ធមិនមានបន្ថែមពណ៌ឬក៏ក្លិនទេហើយផ្លែឈើគឺខ្ញុំជ្រើសយកម្សៅផ្លែប័រយកមកប្រើថ្ងៃនេះដោយសារផ្លែប័របើសិនជាយើងអត់ចេះរើសទេវាអាចនឹងល្វីងអញ្ចឹងប្រើជាប្រភេទម្សៅអញ្ចឹងងាយស្រួលខ្ញុំក៏មានបន្ថែមជាមួយនឹងម្សៅប្រូតេអ៊ីនហើយនិងប្រេងអូលីវផងដែរចំណែកឯវិធីចម្អិនគឺខ្ញុំយកស្រូវសាឡៃយកមករំលីងឲ្យឈ្ងុយសិនស្រូវសាឡៃប្រភេទ roll oat នេះត្រូវការរយៈពេលចម្អិនប្រហែលជា7ទៅ8នាទីអញ្ចឹងបើសិនជាខ្ញុំយកមករំលីងហើយខ្ញុំយកវាទៅកិនអាចនឹងចំណេញពេលចម្អិនប្រហែលជា3ទៅ4នាទីអីទេគឺយើងបានបបរឲ្យកូនញ៉ាំហើយហើយនៅពេលដែលកិនស្រូវសាឡៃហ្នឹងខ្ញុំក៏បន្ថែមជាមួយនឹងម្សៅប្រូតេអ៊ីនហើយនិងម្សៅប័រទៅជាមួយគ្នាហ្មងទៅដើម្បីកុំឲ្យពិបាកពេលដែលចម្អិនស្រូវសាឡៃហើយនៅកូរម្សៅប្រូតេអ៊ីនជាមួយនឹងម្សៅប័រហ្នឹងដាក់ទៅតាមក្រោយទៀតចំពោះម្សៅផ្លែប័រនេះបងអាចយកមកធ្វើជាបបរស្រូវសាឡៃអញ្ចឹងក៏បានយកទៅធ្វើជានំឬក៏ទឹកក្រឡុកឲ្យអូនញ៉ាំក៏បានដែរហេតុអីបានខ្ញុំជ្រើសយកប្រភេទប័រដោយសារអូនពងអត់ចូលចិត្តញ៉ាំផ្លែប័រសោះដោយសារពីតូចហ្នឹងគឺខ្ញុំរើសខុសផ្លែប័រដែលខ្ញុំយកមកធ្វើជាអាហារឲ្យអូនហ្នឹងគឺវាមានរសជាតិល្វីងអញ្ចឹងពេលដែលអូនញ៉ាំ2 3ដងទៅរសជាតិល្វីងដដែលអូនលែងចូលចិត្តញ៉ាំអញ្ចឹងពេលដែលមានប្រភេទម្សៅប័រអញ្ចឹងក៏ងាយស្រួលដែរយើងអត់បារម្ភខ្លាចថាយើងរើសប៉ះចំផ្លែប័រដែលល្វីងអីទៀតទេបន្តមកទៀតគឺខ្ញុំបន្ថែមជាមួយនឹងស្រូលម៉ើដើម្បីឲ្យបបរយើងមានរសជាតិផ្អែមឆ្ងាញ់ព្រោះថាឥឡូវអូនពងគាត់រៀងធំហើយបើសិនជាអត់ថែមគ្រឿងទេសឲ្យគាត់ទេរសជាតិអាចនឹងស្ទើរបន្តិចល្បាយបបរប៉ាន់នេះគឺសម្រាប់អូន7ទៅ8ខែអាចញ៉ាំបានត្រង់កន្លែងនេះបងអាចបន្ថែមជាមួយនឹងម្សៅឆីបើសិនជាកូនបងនៅអាយុ8ខែដើម្បីឲ្យបបរយើងកាន់តែមានក្លិនឈ្ងុយហើយកុំភ្លេចបន្ថែមជាមួយនឹងប្រេងអូលីវផងចំពោះគ្រឿងទេសទាំងអស់ដែលខ្ញុំប្រើនេះមានលក់នៅក្នុងផេកគ្រឿងទេសកុមារ NSP អរគុណសម្រាប់ការទស្សនា